លំហាត់ធុងមួយមានពីរផ្នែកដូចរូបនៅចន្លោះផ្នែកទាំងពីរមានពីស្ទង់មួយដែលអាចចល័តបាននិងមានកម្រាស់អាចចោតបានផ្នែកទី1គេដាក់ឧស្ម័នអេលីយ៉ូម32ក្រាមនិងផ្នែកទី2គេដាក់ឧស្ម័ននីដ្រូសែន56ក្រាមនៅពេលប្រព័ន្ធមានលំនឹងគេសង្កេតឃើញថានៅផ្នែកទាំងពីរមានសម្ពាធនិងសីតុណ្ហភាពដូចគ្នាគណនាហះអងនិងហះដឺបាទដើម្បីបកស្រាយលំហាត់នេះយើងសិក្សាពីបុព្វហេតុរបស់វាបាទដំបូងពីស្ទង់ស្ថិតនៅកណ្ដាលដូចរូបនៅពេលដែលអេលយ៉ូមមានសម្ពាធខ្លាំងនោះពីស្ទង់បានផ្លាស់ទីទៅខាងនីដ្រូសែនធ្វើឲ្យនីដ្រូសែនមានមាត្ររួមតូចជាងមុនបាទនៅពេលដែលមាត្រថយចុះសម្ពាធរបស់នីដ្រូសែនក៏កើនឡើងនៅពេលដែលសម្ពាធរបស់អេលយ៉ូមនិងនីដ្រូសែនស្មើគ្នាហើយពេលនោះពីស្ទង់មានលំនឹងដែលមានប្រវែងហះអងនិងហះដឺដូចរូបបាទដើម្បីរកហះអងនិងហះដឺគឺយើងចាប់ផ្ដើមចេញពីសម្ពាធទាំងពីរស្មើគ្នាសិនបាទយើងតាំងពេអងជាសម្ពាធរបស់ឧស្ម័នអេលយ៉ូមឯពេដឺជាសម្ពាធរបស់ឧស្ម័ននីដ្រូសែនបាទនៅពេលដែលមានលំនឹងសម្ពាធទាំងពីរស្មើគ្នាអញ្ចឹងយើងអាចសរសេរថាពេអងស្មើពេដឺនៅពេលដែលពេអងស្មើពេដឺហើយយើងអាចសរសេរតាមច្បាប់សមីការឧស្ម័នបរិសុទ្ធនៅផ្នែកទី1គេបានពេអងវេអងស្មើ NR តេអងនៅផ្នែកទី2គេបានពេដឺវេដឺស្មើ NR តេដឺបន្ទាប់មកយើងយកតម្លៃពេអងនិងពេដឺទៅជំនួសក្នុងសមីការខាងលើអញ្ចឹងយើងបាន n អង r តេអងលើ v អងស្មើ n ដឺ r តេដឺលើ v ដឺអញ្ចឹងដោយសារតែសីតុណ្ហភាពថេរបាទយើងអាចសម្រួល r តេអងនិង r តេដឺចោលដូច្នេះយើងបាន n អងលើ v អងស្មើ n ដឺលើ v ដឺបាទបន្ទាប់មកយើងបំបែកមាត្រ v អងនិង v ដឺបាទ v អងស្មើនឹង a ហះអងឯ v ដឺស្មើនឹង a ហះដឺបន្ទាប់មកយើងជំនួសនៅសមីការខាងលើយើងបាន n អងលើ a ហះអងស្មើ n ដឺលើ a ហះដឺបន្ទាប់មកយើងសម្រួល a ចោលដែល a នេះគឺជាផ្ទៃមុខកាត់របស់ពីស្ទង់បាទផ្នែកខាងឆ្វេងនិងផ្នែកខាងស្ដាំពីស្ទង់មានផ្ទៃមុខកាត់ដូចគ្នាយើងអាចសម្រួលចោលអញ្ចឹងនៅសល់ n អងលើហះអងស្មើ n ដឺលើហះដឺបន្ទាប់មកយើងរក n អងបាទយើងរក n អងនិង n ដឺបាទយើងអនុវត្តជាលេខមកយើងឃើញ n អងស្មើនឹង8ឯ n ដឺយើងឃើញស្មើនឹង2បន្ទាប់មកយើងជំនួសក្នុងសមីការហះដឺលើហះអងស្មើ n ដឺលើ n អងស្មើ2លើ8យើងសម្រួលចោលបានហះដឺលើហះអងស្មើ1/4តែដោយហះអងបូកហះដឺស្មើ1.5ម៉ែត្របាទអញ្ចឹងយើងអាចជំនួសហះដឺនៅក្នុងសមីការនេះយើងបានហះអងបូក1/4ហះអងស្មើ1.5រួចហើយយើងតម្រូវភាពបែងបាន5ហះអងលើ4ស្មើ1.5រួចទាញរកហះអងស្មើបាទ1.2ម៉ែត្របន្ទាប់មកយើងជំនួសក្នុងសមីការហះអងបូកហះដឺស្មើ1.5ម៉ែត្រហ្នឹងអញ្ចឹងយើងក៏បានហះដឺស្មើ0.3ម៉ែត្របាទសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់បាទសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទ